ឱកាសតាមពិតឱកាសវាមានច្រើនមានគ្រប់ទីកន្លែងប៉ុន្តែបើសិនជាយើងអត់ចេះឈោងចាប់ឬក៏យើងចេះតែដើរចាប់ដោយមិនបានពិចារណាវាអាចទៅជាបញ្ហាសម្រាប់ជីវិតរបស់យើងដែរឱកាសទាមទារឲ្យយើងមានទំនុកចិត្តបើសិនយើងអត់មានទំនុកចិត្តខ្ពស់ទេយើងចាប់យកអត់បានទេឱកាសនៅក្នុងការដែលយើងប្រឡូកមួយការងារឬក៏យើងរស់ស៊ីឬក៏យើងថាបង្កើតជាដៃគូជីវិតនៅក្នុងការរស់នៅអីចឹងចុះវាសិតតែមានឱកាសផ្សេងចូលមកហើយបើសិនយើងអត់មានទំនុកចិត្តក្នុងការចាប់យកឱកាសហ្នឹងធ្វើយើងអត់បានដែរហើយមួយទៀតពេលដែលយើងចាប់ឱកាសហ្នឹងហើយយើងត្រូវមានភាពច្បាស់លាស់ហើយនឹងទំនួលខុសត្រូវដែរទើបយើងមានឱកាសកាន់កិច្ចការធំបានព្រោះអីវាទាមទារទំនួលខុសត្រូវនិងភាពច្បាស់លាស់នៅក្នុងការដែលធ្វើសកម្មភាពនៅកំណត់ផែនការមួយដើម្បីធ្វើឲ្យឱកាសហ្នឹងមានភាពជោគជ័យនិងមានភាពច្បាស់លាស់ហើយជ្រើសរើសដោយប្រុងប្រយ័ត្នដែរព្រោះអីសម័យនេះគឺមានច្រើនណាស់ការប្រដាក់ទុននៅផ្សេងឲ្យការប្រាក់ច្រើនលើសអូហេតុអីចឹងទៅឬក៏ការវិនិយោគណាមួយដែលផ្ដល់ការប្រាក់ឬក៏ផលចំណេញច្រើនលើសពីការរំពឹងទុកអាហ្នឹងក៏យើងត្រូវប្រុងប្រយ័ត្នដែរអញ្ចឹងយើងមើលដោយការប្រុងប្រយ័ត្នហើយយើងប្រយ័ត្នប្រយែងទាំងអស់គ្នាព្រោះអីឱកាសវាមិនមែនចេះតែមកស្រួលឬក៏មិនបានធ្វើអីសោះនោះទេអញ្ចឹងយើងជ្រើសរើសដោយប្រុងប្រយ័ត្នហើយបើសិនជាវាត្រូវជាមួយនឹងស្ថានភាពរបស់យើងបច្ចុប្បន្នហើយយើងត្រៀមខ្លួនរួចរាល់ដើម្បីឈោងចាប់យកឱកាសមួយហ្នឹងយើងធ្វើវាទៅហើយត្រូវដាក់ជីវិតនិងដាក់គោលដៅថាយើងធ្វើវាឲ្យបានជោគជ័យអាហ្នឹងជីវិតរបស់យើងនឹងប្រសើរឡើងអ្វីក៏ដោយយើងដាក់ជីវិតធ្វើខ្ញុំជឿថាយើងអាចធ្វើបានហើយ